ធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរដ្ឋបាលរាជធានីភ្នំពេញហាមដាច់ខាតមិនឲ្យមានការអុជផាវកម្មជ្រួចហាមការលេងជះទឹកកំភ្លើងបាញ់ទឹកនិងការវាយដោយរំពាត់រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំស្តីពីការរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026ដោយហាមដាច់ខាតមិនឲ្យមានការដុតផាវកម្មជ្រួចហាមការលេងជះទឹកកំភ្លើងបាញ់ទឹកនិងការវាយដោយរំពាត់ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពសម្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី14ទី15និងទី16ខែមេសាឆ្នាំ2026ក៏ដូចជារក្សាបាននៅប្រពៃណីជាតិទំនៀមទម្លាប់និងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិយើងក្នុងការចូលរួមសម្ដែងអំណរសាទរនិងទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងរាជធានីភ្នំពេញនោះរដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដូចខាងក្រោម 1. ហាមដាច់ខាតមិនឲ្យមានការអុជផាវកំជ្រួចឬប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះមិនឲ្យមានការនាំចូលចែកចាយទិញលក់ផាវនិងគ្រឿងផ្ទុះគ្រប់ប្រភេទហាមការលេងល្បែងជះទឹកការជះទឹកមានពណ៌ឬទឹកកខ្វក់គប់ស្បោងទឹកកំភ្លើងបាញ់ទឹកនិងការវាយដោយរំពាត់ឬឧបករណ៍ផ្សេងធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវដែលអាចនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អាយុជីវិតនិងបង្កឲ្យមានរបួសឬខូចខាតទ្រព្យសម្បត្តិមិនឲ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ 2. បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ 3. នៅគ្រប់ទីវត្តអារាមទីកន្លែងគោរពសក្ការៈបូជាក្រសួងពាក់ព័ន្ធមន្ទីរអង្គភាពគ្រឹះស្ថានសិក្សាអង្គការសហគមន៍ក្រុមហ៊ុនរោងចក្រសហគ្រាសគ្រប់សាររដ្ឋនិងផ្សារទំនើបឯកជនមជ្ឈមណ្ឌលកំសាន្តម្ចាស់ទីតាំងអាជីវកម្មគ្រប់ប្រភេទនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការអុជទៀនធូបភ្លើងចង្ក្រានធុងហ្គាសការឆ្លងចរន្តអគ្គិសនីឬការប្រើប្រាស់សារធាតុងាយឆេះផ្សេងៗជាពិសេសត្រូវផ្ដាច់ចរន្តអគ្គិសនីមុនពេលចាក់ចេញដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ដោយអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុណាមួយ 4. ស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង14ត្រូវបង្កើនការយកចិត្តទុកដាក់និងជួយសម្រួលចរាចរណ៍នៅតាមតំបន់គោលដៅដែលមានការកកស្ទះនិងទប់ស្កាត់បទល្មើសគ្រប់ប្រភេទព្រមទាំងត្រូវចាត់តាំងក្រុមការងារបច្ចេកទេសពន្លត់អគ្គិភ័យត្រៀមរថយន្តពន្លត់អគ្គិភ័យនិងត្រៀមរៀបចំមធ្យោបាយឲ្យបានគ្រប់គ្រាន់ក្នុងការបង្ការទប់ស្កាត់និងប្រចាំការដើម្បីជួយសង្គ្រោះបន្ទាន់នៅពេលមានបញ្ហាគ្រោះថ្នាក់ដោយអគ្គិភ័យកាត់ឡើងជាយថាហេតុណាមួយក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ 5. គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង14ត្រូវបានរៀបចំដាក់ចេញនូវផែនការសកម្មភាពជាក់ស្ដែងនៅតាមមូលដ្ឋានរៀងៗខ្លួននិងបង្កើនស្មារតីម្ចាស់ការក្នុងការថែរក្សាសន្តិសុខសម្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈដើម្បីធានាសុវត្ថិភាពនិងបង្កបរិយាកាសល្អប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិអន្តរជាតិឲ្យបានមកចូលរួមកម្សាន្តលេងល្បែងប្រជាប្រិយឲ្យបានច្រើនកកកប្រកបដោយភាពសប្បាយរីករាយនិងមហោឡារិកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ 6. គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង14ត្រូវជំរុញនិងត្រូវចាត់តាំងអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពជាពិសេសការផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងអំពីគ្រឿងញៀនខុសច្បាប់ល្បែងស៊ីសងគ្រប់ប្រភេទសុវត្ថិភាពចរាចរណ៍ព្រមទាំងត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្ក្រាបទប់ស្កាត់និងគ្រប់គ្រងឲ្យបានហ្មត់ចត់នៅគ្រប់មុខសញ្ញា
ការគ្មានទំនើងនៅតាមសហគមន៍ភូមិនិងសង្កាត់ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពសម្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន 7. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជាការដ្ឋានយុទ្ធភូមិភាគពិសេសនិងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង 14 ត្រូវយកចិត្តទុកដាក់បង្កើនការទប់ស្កាត់សភាពការពាក់ព័ន្ធសន្តិសុខជាពិសេសសកម្មភាពភេរវកម្មឧក្រិដ្ឋកម្មចលាចលសង្គមនិងសកម្មភាពបង្កហានិភ័យផ្សេងៗទៀតដើម្បីចាត់វិធានការបង្ការទប់ស្កាត់និងបង្ការទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពព្រមទាំងបង្កើនការយកចិត្តទុកដាក់នៅតាមគោលដៅប្រមូលផ្ដុំទេសចរវត្តអារាមនិងរមណីយដ្ឋាននានាជាដើម 8. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជាការដ្ឋានយុទ្ធភូមិភាគពិសេសនិងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង 14 ត្រូវចេញបទបញ្ជាឲ្យបានម៉ឺងម៉ាត់ដល់កងកម្លាំងរបស់ខ្លួនដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព 9. ជនណាដែលនៅតែបពៀនឬប្រព្រឹត្តល្មើសមិនគោរពតាមសេចក្តីណែនាំខាងលើបង្កឲ្យមានចលាចលក្នុងសង្គមប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសទណ្ឌតាមច្បាប់ជាធរមាន